សួស្តីពុកម៉ែបងប្អូនអំពុំមីងទាំងអស់គ្នាជួបគ្នាទៀតហើយហើយវីដេអូនេះដែរខ្ញុំចង់មកចែករំលែកអំពីវិធីចាក់អាវហើយឧបករណ៍សម្រាប់ចាក់អត់មានអីច្រើនទេមានតែអំបោះម្ជុលកត្រៃតែប៉ុណ្្នឹងឯងតោះមកមើលពីវិធីចាក់ទាំងអស់គ្នាជាដំបូងឡើយយើងត្រូវចាក់កតុយកដោបែបនេះមកអ្នកនរគ្នាយើងចាក់កតុយកដោយើងទាញបែបហ្នឹងមករបៀបចាក់វាគឺចាក់បែបហ្នឹងអ្នកនរគ្នាយើងចាក់វារហូតតតែបានចំនួន180កតុយកដោអ្នកនរគ្នានៅពេលដែលយើងចាក់គ្រប់ហើយដើម្បីយើងឡើងទៅជួរទី1អ្នកនរគ្នាត្រូវចាក់កតុយកដោបន្ថែមចំនួន3បន្ទាប់មកយើងចាក់បង្គោលរបងធំចំណុចទី180ហ្នឹងមកហើយយើងចាក់បង្គោលរបងមួយបន្ទាប់មកយើងចាក់កតុយកដោមួយហើយយើងចន្លោះមួយយើងយកមួយកន្លែងនេះអត់ចាក់ទេយើងចាក់កន្លែងនេះមកអញ្ចឹងយើងធ្វើបែបហ្នឹងរហូតមកយើងចាក់បង្គោលរបងមួយកតុយកដោមួយបង្គោលរបងមួយតែអាខាងក្រោមវាត្រូវចន្លោះចោលមួយដូចគ្នាយើងធ្វើបែបហ្នឹងរហូតតតែដល់ខាងចុងវាមកបងអូននៅពេលដែលយើងចាក់ដល់ខាងចុងយើងនឹងទទួលបានរូបរាងវាបែបនេះដើម្បីឡើងទៅជួរទី2យើងត្រូវឡើងកតុយកដោចំនួន3បន្ទាប់មកយើងបាយវាមកយើងចាក់បង្គោលរបងយើងចាក់ក្នុងចន្លោះនេះមកយើងចាក់បែបហ្នឹងមកបងប្អូនយើងចាក់បង្គោលរបងមួយតោះមកយើងចាក់បង្គោលរបងមួយទៀតហើយយើងក៏បន្តធ្វើរហូតតតែដល់ខាងចុងដូចគ្នាចាក់វាតរ៉ែបែបហ្នឹងមកបងប្អូនក្នុងមួយប្រឡោះយើងចាក់បង្គោលរបងមួយប្រឡោះយើងចាក់បង្គោលរបងមួយមកយើងចាក់បែបហ្នឹងរហូតឲ្យបានគ្រប់ចំនួន180គ្រាប់នៅពេលដែលយើងចាក់មកដល់ខាងចុងយើងនឹងទទួលបានរូបរាងវាបែបនេះបន្ទាប់មកយើងត្រូវបដូរពណ៌អ្នកនរគ្នាយើងដាក់ពណ៌ខ្មៅហើយវិធីបដូរពណ៌បង្គោលរបងមួយចុងក្រោយអ្នកនរគ្នាកុំតន់អានទាញវាអស់ទុកវាពីទៅស្អីបែបនេះមករួចយើងតាក់ពណ៌ដែលយើងត្រូវដូរនឹងចូលហើយទាញអាកតុយរបស់ហ្នឹងឲ្យរាងតឹងតិចមកបន្ទាប់មកយើងតាក់វាបែបហ្នឹងមកហើយយើងចាក់កតុយកដោធម្មតាមកអ្នកនរគ្នាចាក់ចំនួន4គ្រាប់ហើយសម្រាប់កតុយរបស់ហ្នឹងអ្នកនរគ្នាកាត់វាចោលទៅហើយវិធីចាក់របស់វាគឺអត់ខុសគ្នាទេគឺយើងចាក់ដូចជួរទី1អញ្ចឹង
dương chạm bạc con là bóng mối cái tôi cái đào môi bạc con là bóng mối cái tôi cái đào môi hay chả là mùi mùi khang khóm có chả là này dương chả là việc bạn năng má chả là cho mối dương vô mùi hay to tầm một tiền dương chạm tà đà bạn năng ấy chạm là hốt to tại bàn mà pay buôn chua nè nè dương chạm về tà đà bạn năng má hay dương chả là po về má không mà po dương chạm pi chua mà po dương chạm pi chua trắng mà phải buồn chúa vì smile nâng ban ở chạc kia nó vì đập pi đồng nè ở kia chạm vì tam nâng mắt bên to pi chạm việc group hai như chỉ rụp riêng để dương tụ bà nàng ở kia hay cho nói cái này nàng ở kia chạm vì ở smile hai dương đây chùm nó chạm đây nè ở kia dương đây chùm nó chạm đây thầm nâng mắt bà nè tặng ở kia admin mai tết nàng ở kia ai wow nâng mềm đây luôn ai nâng nè ở kia wow vì mà chạm am pi smile pi cái này để dương bot smile nâng để xa nơi ní nhung ban ở vô bị hao vậy chẳng nhung đau vô mòn tôi máu dân đau về chặt đai viên nè ở cái này dân đau cả lại để dân to cho nhân máu dân chặt hay ca chả po chắc cứ dân chặt bạn miếng máu nè ở cái này dân chặt trong chùm lịch nhân máu hay dân tiên bỏ để dân thử chặt nước mắt complex port với mà chung phong làm bây giờ vi chụp lọ hay khang cả tôi bỏ nước nào ở này ai kêu video mà cho mũi mắt hay dân còn lại ní dân lang cả tôi cái đào pi tầm mắt dân chạm vào cô là bóng nước nông và là nâng muối hay dân chạm vào cô là bóng muối tiết nước nông chua nước mắt cứ dân thua hình chẳng mà nào ở cái này dân thua từ đại bạn đang lỗ to tài đó còn lại đại dương ban đau tục mà chỉ hiền tiền ở nè nơi về đại dương chạm mặt đau chùm lịch đại dương đau mà khang thiết hái dương thử lang tại chùa tivi tiết dương lang cái tôi cái đau chùm buôn mất này thằng ở kia gì đúng thấy thơ ta ra đôi tập bây dương chạm luôn liền chẳng dương thơ đôi tập kia thì hay chùm luôn đầy ní dương chạm chùm luôn bờ mùi chua này thằng ở kia chẳng dương chả po bây giờ mà po pi chua dương chả kia bảy đòn hay chạ thầm ní bà sân chia nè tặng ở kia trong ban view ven dương nắng ai chạ ven trên nắng ban nè ở kia hay ở dương thua pi khang gì luôn tới vì thi thua với cứ đôi kia tặng ní chỉ rụp riêng đài dương chặt đài vì hai này tặng ở kia hay cho nói ní nè ở kia qua về smart máu
ដើម្បីចាក់ទំនងខ្នងក្រោយអ្នកទាំងអស់គ្នាយើងបត់ឲ្យស្មើមកយើងអាចរាប់វាបានមកយើងរាប់ពីធំកន្លែងដែលយើងបត់ស្មើហ្នឹងចុះមកក្រោមវាបាន3បកូនលបងអញ្ចឹងខ្ទាស់វាកន្លែងទៅនឹងទៅខ្ទាស់វាចំណាំហ្នឹងហើយយើងចាក់និយាយរួមទៅរបៀបចាក់វាក៏អត់ខុសពីខ្លួនដែរអ្នកទាំងអស់គ្នាយើងចាក់ដូចតែយើងចាក់ខាងខ្លួនវាអញ្ចឹងចឹងហើយខ្ញុំក៏ខ្ជិលរៀបរាប់ច្រើនណាស់អ្នកទាំងអស់គ្នាមើលតាមវីដេអូហ្នឹងទៅរបៀបវាធ្វើដូចតែគ្នាទេខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាកន្លែងសំខាន់និយាយរួមទៅការចាក់នេះអ្នកទាំងអស់គ្នាអាចយកវិធីដែលខ្ញុំចាក់ហ្នឹងមកយើងធ្វើតាមវិធីហ្នឹងមកប៉ុន្តែអ្នកទាំងអស់គ្នាអាចវាស់ជាមួយខ្លួនឯងវិញមិនបាច់វាស់មិនបាច់ធ្វើទៅតាមខ្ញុំ 100% ក៏បានដែរខ្ញុំចង់និយាយថាពេលខ្លះយើងអាចនឹងខ្លួនខុសគ្នាដោយសារតែវីដេអូនេះអាវនេះខ្ញុំចាក់តម្រូវខ្លួនឯងអញ្ចឹងហើយខ្ញុំវាស់ទៅតម្រូវតែខ្លួនឯងទេបើអ្នកទាំងអស់គ្នាទូជាងខ្ញុំអ្នកទាំងអស់គ្នាអាចធ្វើទំហំដែរទូជាងចាក់បន្ថយជួរទៅចាក់ជួរតិចជាងវាស់ខ្លីជាងអីចឹងទៅបើសិនជាអ្នកទាំងអស់គ្នាធំជាងខ្ញុំអ្នកទាំងអស់គ្នាអាចធ្វើរបៀបដូចគ្នាហ្នឹងប៉ុន្តែអ្នកទាំងអស់គ្នាចាក់តឡើងជួរដាក់ជួរច្រើនជាងអីចឹងទៅនិយាយរួមទៅយកវិធីចាក់ឲ្យដូចគ្នាប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែវាស់តម្រូវទៅនឹងខ្លួនឯងទៅព្រោះពេលខ្លះបើសិនជាអ្នកទាំងអស់គ្នាធ្វើតាមខ្ញុំ 100% អាចនឹងធ្វើឲ្យអ្នកទាំងអស់គ្នាពេលអត់កើតអាវយើងត្រូវចាក់ពីផ្ទាំងអ្នកទាំងអស់គ្នាយើងចាក់ទំហំដូចគ្នាដៃដូចគ្នាយើងចាក់វាឲ្យដូចគ្នាចំនួន2ផ្ទាំងយកមកផ្គុំចូលគ្នាឲ្យបានជាអាវមួយហើយចំពោះតំណងខ្នងវារៀងខុសគ្នាបន្តិចអ្នកទាំងអស់គ្នាខ្នងអ្នកទាំងអស់គ្នាមួយខាងអ្នកទាំងអស់គ្នាចាក់2ជួរមួយខាងទៀតអ្នកទាំងអស់គ្នាចាក់4ជួរហើយឆ្លាស់ពណ៌ដោយសារតែធ្វើបែបហ្នឹងទៅនៅពេលដែលយើងយកវាមកភ្ជាប់គ្នាយើងអត់ត្រួតពណ៌គ្នាអ្នកទាំងអស់គ្នាធ្វើអញ្ចឹងទៅពេលដែលយើងយកមកភ្ជាប់គ្នាហើយវាឆ្លាស់ពណ៌គ្នាបានធម្មតាឆ្លាស់ពណ៌គ្នាស្អាតនៅពេលដែលយើងចាក់តំណងខ្នងវាហើយអ្នកទាំងអស់គ្នានឹងទទួលបានរូបរាងបែបនេះកុំភ្លេចដូចខ្ញុំនិយាយចឹងមួយខាងយើងចាក់បែបនេះមកយើងឆ្លាស់2ពណ៌4ជួរមួយខាងទៀតយើងចាក់តែ2ជួរហើយ1ពណ៌ទៅបានហើយហើយអ្នកទាំងអស់គ្នាយកអាវពីផ្ទាំងដែលយើងចាក់ហើយនឹងយកវាមកផ្គុំគ្នាអញ្ចឹងមកហើយយើងត្រូវមានមកជុលមួយអ្នកទាំងអស់គ្នាដើម្បីដេរភ្ជាប់វាយើងចាប់វាឲ្យស្មើទៅហើយការភ្ជាប់ខ្នងរបស់វាអ្នកទាំងអស់គ្នាអាចដេរតាមវិធីនេះមកអ្នកទាំងអស់គ្នាចាប់វាឲ្យស្មើហើយយើងចាំអំបោះយើងចូលហើយអ្នកទាំងអស់គ្នាគួចវាអញ្ចេះបន្តិចមកអ្នកទាំងអស់គ្នាកុំឲ្យវារបូតហើយការដេរយើងត្រូវឆ្កឹះពីម្ខាងហ្នឹងមកហើយយើងដេរភ្ជាប់វាអញ្ចឹងមកអ្នកទាំងអស់គ្នាមើលតាមហ្នឹងអ្នកទាំងអស់គ្នាខ្ញុំព្យាយាមធ្វើវាយឺតមែនតើដើម្បីឲ្យងាយយល់
នៅពេលដែលយើងដេកភ្ជាប់ខ្នងហើយមកដល់ថងចំណុចនេះយើងដេកភ្ជាប់ពីចំហៀងវាម្ដងអ្នកទាំងអស់គ្នាហើយយើងអត់ដេកដូចមុនទេយើងចាក់ហើយវិធីចាក់ភ្ជាប់វាអ្នកទាំងអស់គ្នាត្រូវតែចាប់ឲ្យស្មើនិយាយរួមទៅត្រូវតែចាប់វាឲ្យស្មើហើយអ្នកទាំងអស់គ្នាចាក់វាបែបហ្នឹងហើយយើងតាក់អំបោះដែលយើងត្រូវចាក់វាភ្ជាប់វាហ្នឹងមកដូចខ្ញុំនិយាយពីមុនអញ្ចឹងកុំភ្លេចរុំវាមកជុំផងព្រោះអីកុំឲ្យវារបូតហើយកតុយអំបោះដែលសល់ហ្នឹងអ្នកទាំងអស់គ្នាគួចវាចូលក្នុងហើយយើងចាក់វាទៅជាមួយគ្នាមកហើយការចាក់គឺយើងចាក់បែបហ្នឹងមកហើយការចាក់បែបហ្នឹងអ្នកទាំងអស់គ្នានៅខ្មែរខ្ញុំក៏ដឹងគេហៅថាម៉េចដែរខ្ញុំសូមហៅតាមអ្វីដែលខ្ញុំដឹងអ្នកទាំងអស់គ្នាយើងចាក់ single crochet មកអ្នកទាំងអស់គ្នាយើងចាក់បែបហ្នឹងមកភ្ជាប់វាបែបហ្នឹងមកប្រឡោះមួយនិយាយរួមទៅគឺយើងចាក់មកប្រឡោះមួយកុំឲ្យច្រឡះអ្នកទាំងអស់គ្នាយើងភ្ជាប់វាបែបហ្នឹងមកហើយយើងត្រូវភ្ជាប់វាបែបហ្នឹងទាំងសងខាងអាវយើងវាមានពីរខាងទាំងឆ្វេងទាំងស្ដាំអ្នកទាំងអស់គ្នាធ្វើវិធីហ្នឹងមកយើងធ្វើដូចគ្នាអញ្ចឹងពេលអ្នកទាំងអស់គ្នាចាក់រួចរាល់ហើយយើងនឹងទទួលបានបែបនេះអ្នកទាំងអស់គ្នាពេលដែលពាក់ទៅវាអត់រឹងយើងចាក់បែបហ្នឹងពេលដែលយើងពាក់ទៅវាដូចតែយើងដេរអំបោះធម្មតាអញ្ចឹងនៅពេលដែលយើងភ្ជាប់ទាំងសងខាងរួចរាល់ហើយដល់ត្រង់ចំណុចនេះយើងមកភ្ជាប់យើងមកដៅចំណុចដើម្បីដេរកន្លែងកវាបើសិនជាអ្នកទាំងអស់គ្នាអត់មានម៉ែត្រអ្នកទាំងអស់គ្នាវាស់ដូចដែលកន្លែងវាស់ឃ្លៀកអញ្ចឹងវាស់ចាប់ពីកន្លែងចំណុចដែលយើងវាស់ស្មាចុះមកក្រោមចំនួនមួយចាអាមនៃម្រាមដៃយើងមកហើយយើងដៅចំណុចវាហើយយើងក៏ចាក់វាមកអ្នកទាំងអស់គ្នាហើយវិធីចាក់កអាវនេះជួរទី1យើងចាក់បង្គោលរបងដើម្បីចាក់បង្គោលរបងបានយើងត្រូវឡើងកតុយកដោសិនអ្នកទាំងអស់គ្នាយើងឡើងកតុយកដោចំនួន2បន្ទាប់មកទៀតយើងចាក់បង្គោលរបងនៅក្នុងប្រឡោះមួយមុខទៀតអញ្ចឹងមកប្រឡោះយើងចាក់បង្គោលរបងមួយមកប្រឡោះយើងចាក់បង្គោលរបងមួយចាប់ពីចំណុចដែលយើងបានដើមម្ខាងហ្នឹងទៅដល់ចំណុចម្ខាងទៀតហើយយើងធ្វើបែបហ្នឹងជារឿយៗរហូតតតែដល់ខាងចុងមកអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាចាក់មកដល់ត្រង់ចំណុចខ្នងនេះក្នុងមួយប្រឡោះនេះយើងចាក់ចំនួន2បង្គោលរបងណាអញ្ចឹងមកចន្លោះយើងចាក់2មកចន្លោះយើងចាក់2ចាក់ឲ្យគ្រប់ចន្លោះអ្នកទាំងអស់គ្នាហើយនៅពេលដែលយើងចាក់ផុតអាកន្លែងទំនងខ្នងហ្នឹងយើងចាក់ផុតអាកន្លែងខ្នងហ្នឹងទៅដល់កន្លែងធម្មតាគឺយើងចាក់មួយវិញធម្មតាយើងចាក់មកចន្លោះបង្គោលរបងមួយចន្លោះបង្គោលរបងមួយធម្មតានៅពេលដែលអ្នកទាំងអស់គ្នាចាក់ដល់ខាងចុងអញ្ចឹងយើងត្រូវចាក់ជួរទី2ហើយជួរទី2យើងគ្រាន់តែឡើងកតុយកដោមួយបន្ទាប់មកយើងចាក់ single crochet អ្នកទាំងអស់គ្នា
ចាក់ដូចក្នុងវីដេអូហ្នឹងមកក្នុងមួយប្លោះយើងចាក់ single crochet មួយប្លោះយើងចាក់ single crochet មួយរហូតតតែដល់ខាងចុងហើយត្រង់ចំណុចដែលយើងចាក់កនេះអ្នកទាំងអស់គ្នាចាក់វាចំនួន7ជួរអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាចាក់ single crochet ចំនួន3ជួរហើយនិងបង្គោលរបងចំនួន4ជួរនៅពេលដែលអ្នកទាំងអស់គ្នាចាក់ហើយអ្នកទាំងអស់គ្នានឹងទទួលបានបែបនេះហើយការចាក់អាវយើងក៏ចប់ត្រឹមនឹងដែររួចរាល់ហើយអ្នកទាំងអស់គ្នាហើយក៏សង្ឃឹមថាវាជាប្រយោជន៍ដល់អ្នកទាំងអស់គ្នាបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយ Subscribe ម្នាក់មួយផងអូខេបាយបាយជួបគ្នានៅវីដេអូក្រោយ